អូខេហ្នឹងហើយជំរាបសួរបងប្អូនទាំងគ្នាដែលបាននៅវីដេអូនេះខ្ញុំសៀតពីពលករនៅជប៉ុនហើយសូមផ្ញើសួរសុខទុក្ខបងប្អូនខ្មែរទាំងអស់គ្នាដែលបានមើលវីដេអូនេះសុខសប្បាយយ៉ាងណាបងប្អូនហើយខ្ញុំជឿថាជាពិសេសបងប្អូនខ្មែរយើងដែលនៅតាមជាប់ជាដែនបាទគឺមិនសុខទេបាទខ្ញុំដឹងហើយក៏សូមបាទសូមផ្ញើក្តីនឹកលឹកបងប្អូនវិជាងាយផងធ្វើមិនទេបាទបើយើងជួបស្ថានភាពដែលគេឈ្លានពានយើងបាទសូមឲ្យបងប្អូនខ្មែរយើងសុខសុវត្ថិភាពទាំងអស់គ្នាហើយបើខ្ញុំចង់បង្ហាញនៅវីដេអូនេះធ្វើការរបស់ខ្ញុំគាត់ចូលនៅ 7-Eleven បងប្អូនគេដឹងស្រាប់បងប្អូន 7-Eleven ហ្នឹងគឺខ្ញុំនៅសំបែនៅជប៉ុនក៏ខ្ញុំអត់ចូលដែរបើខ្ញុំចូលក៏អត់ទិញអីវ៉ាន់ដែរហើយអញ្ចឹងគេចូលទៅទិញអីវ៉ាន់នៅកន្លែងហ្នឹងហើយខ្ញុំក៏បាទប្រាប់គេថាខ្ញុំទៅដើរទៅហូបមីនៅហាងមួយកន្លែងដែលនៅចិត្តនឹងដែរទេអញ្ចឹងខ្ញុំអត់ទិញអីវ៉ាន់នៅ7ទេខ្ញុំសុកចិត្តទៅដើរមកទិញអីវ៉ាន់នៅទិញអីហូបនៅកន្លែងហាងមីមួយកន្លែងនេះបងប្អូនអ្នកគ្នាហាងគេមកទេបងប្អូនទូចមកតែមនុស្សច្រើនណាបងប្អូនអ្នកគ្នាហើយនៅជប៉ុននេះល្បីបំផុតគឺមីហ្នឹងហើយបាទហើយគឺឆ្ងាញ់បងប្អូនអ្នកគ្នារសជាតិគឺឆ្ងាញ់ហើយណាមួយយើងធ្វើការថ្ងៃត្រង់ផងហើយបញ្ជាក់បងប្អូនអ្នកគ្នាកន្លែងដែលខ្ញុំធ្វើការនេះគឺវាអត់ទៀងទេយើងដើរតឡើងអាស៊ីបាក់ផ្សេងវាគ្រប់កន្លែងយកកាលក្រុងយកកាលខេត្តយកកាលអីចឹងណាវាអត់ទៀងអញ្ចឹងក៏ថ្ងៃនេះគឺយើងថ្ងៃសៅរ៍ដែរហើយណាមួយអត់បានដាក់អាហារថ្ងៃត្រង់មកទេបែរតោគេហៅថាវិចបាយវាអីមកទេអញ្ចឹងក៏ឆ្លៀតទៅហូបហាងមានកន្លែងហ្នឹងទៅហើយក៏ឆ្លៀតបង្ហាញបងប្អូនអ្នកគ្នាបន្តិចទៅបាទហើយថ្ងៃនេះសូមឆ្ងាញ់ម្ដងបងប្អូនអ្នកគ្នាកុំប្រកាន់អីបាទធ្វើមិនទេហើយសម្រាប់បងប្អូនខ្មែរយើងដែលគាត់នៅខ្មែរមានដំណងមកចង់មកជប៉ុនអីបងប្អូនចង់សាកសួរព័ត៌មានអីខ្ញុំអាចសួរបានខ្ញុំមិនមែនជាអ្នកនាំខាងសាលាខាងអីទេគាត់ថាខ្ញុំនៅជប៉ុនរៀងយូរគួរសមដែរអញ្ចឹងទៅខ្ញុំអាចដឹងអំពីព័ត៌មានឬក៏ការងារមួយចំនួនដែលបងប្អូនអត់ដឹងជិះវៀងក្នុងការដែលយើងដាក់ពាក្យមកធ្វើការនៅជប៉ុនហើយបើជាខុសសាលាដែលគេចំសាលាបោកសាលាអីដោយបងដឹងស្រាប់ហើយមួយរយៈហ្នឹងគឺថាឃើញសាលាមួយចំនួនបោកច្រើនបាទដែលគាត់ចូលចិត្តធ្វើមនុស្សអត់ម្សៅបាទជិះវៀងជនឆ្លៀតឱកាសមួយចំនួនដែលគាត់ចូលចិត្តកុហកពុតផតែខ្មែរគ្នាឯងហ្នឹងបាទអញ្ចឹងបងប្អូនសាកសួរព័ត៌មានឲ្យច្បាស់ទៅហើយខ្ញុំដឹងថាពេលនិយាយចឹងទៅប្រហែលជាប៉ះពាល់ខាងសាលាមួយចំនួនដែលគាត់ចូលចិត្តធ្វើនំអត់ម្សៅហ្នឹងហើយបាទតែពេលខ្លះបើអត់និយាយវាអត់កើតបាទអញ្ចឹងត្រូវតែនិយាយខ្លះទៅបាទហើយសង្ឃឹមថាកុំប្រកែកប្រខាន់ទេបាទហ្នឹងហើយបងប្អូនទាំងគ្នាសម្រាប់ដែលគាត់មានដំណងចង់មកជប៉ុនបើបងប្អូនចង់សួរអីបាទអាចឆាតមកសួរខ្ញុំបានឬក៏អាចមកសាកសួរព័ត៌មានខ្ញុំបានខ្ញុំអត់មានអីកំណាញ់ទេអ្វីដែលខ្ញុំដឹងខ្ញុំនឹងប្រាប់ខ្ញុំនឹងបង្ហាញបងប្អូនទាំងគ្នាទាំងអស់បាទខ្ញុំមិនលាក់លៀមបងប្អូនទេហើយហ្នឹងហើយកុំឲ្យជិះវៀងក្នុងការដែលបងប្អូនដាក់ពាក្យមកធ្វើការខុសទីមួយទៀតមុននឹងបងប្អូនដាក់សម្រាប់ដាក់ពាក្យមកបងប្អូនគួរតែជ្រើសរើសជំនាញណាមួយដែលបងប្អូនចង់មកកុំចេះតែដាក់មកតាមតែខាងសាលាដាក់ឲ្យថាអើយមកសិនឲ្យតែបានសិនអត់ទេបងប្អូនគ្នាការងារនៅជប៉ុននេះនិយាយត្រង់មកទៅគឺហត់បងប្អូនគ្នាបើថាខាងប្រភេទអាស៊ីបាក់តម្លើងចន្ទាតម្លើងក្រងអីចឹងណាដូចខ្ញុំធ្វើចឹងហ្នឹងពួកខ្ញុំធ្វើហ្នឹងគឺខាងអាស៊ីបាក់បងគេហៅថាខាងអាស៊ីបាក់បងប្អូនគួរតែសាកសួរព័ត៌មានឲ្យគេច្បាស់មុននឹងដាក់ពាក្យមកព្រោះថាពេលខ្លះការងារដែលយើងធ្វើហ្នឹងប្រើកម្លាំងច្រើនអញ្ចឹងបើសិនតែបងប្អូនមកបងសាលាអស់5-6,000ហើយបងប្អូនសាលាខ្លះវាមានធូរជាងហ្នឹងទៅប៉ុន្តែខ្ញុំក៏មិនដឹងថាហ្នឹងខាងសាលាគិតមិនទេបាទកុំឲ្យជិះវៀងថាដាក់ពាក្យមកធ្វើការហើយស្ដាប់តែអត់មានលុយខ្លួនឯងហើយយកលុយគេទៀតស្ដាប់តែជាប់បំណុលគេពីលើទៀតហើយបងប្អូនមកដល់នេះធ្វើការអត់កើតទៀតបាទវាជាបញ្ហាសម្រាប់បងប្អូនទៅហើយបាទអញ្ចឹងជិះវៀងបញ្ហាទាំងអស់នេះកើតឡើងបងប្អូនគួរតែមុននឹងមកសាកសួរបងប្អូនដែលគាត់មកជប៉ុនច្រើនឆ្នាំក៏ដោយខ្ញុំក៏បានណាក៏បានដែរឲ្យតែបងប្អូនមានសាច់ញាតិបងប្អូនមិត្តភ័ក្តិបាទសួរទៅបាទសម្រាប់ខ្ញុំឲ្យតែបងប្អូនឆាតសួរបាទខ្ញុំមិនកំណាញ់ទេសម្រាប់នៅជប៉ុននេះខ្ញុំព័ត៌មានអីមួយចំនួនខ្ញុំអាចដឹងខ្លះៗដែរព្រោះសារខ្ញុំនៅបាទ 4-5 ឆ្នាំហើយដែរអញ្ចឹងមិនមានអីទេបងប្អូនវីដេអូនេះគាត់នៅចង់បង្ហាញបងប្អូនថាមុននឹងដាក់ពាក្យមកជប៉ុនបងប្អូនគួរតែរើសនិងសាកសួរព័ត៌មាន
ឲ្យបានច្បាស់លាស់បងប្អូនមុនយើងដាក់ពាក្យមកណាជៀសវាងក្នុងការជួបបញ្ហាថ្ងៃមុខបាទហើយហ្នឹងហើយបងប្អូនទាំងគ្នាមានអីទេវីដេអូនេះគឺមានតែប៉ុណ្្នឹងដែរហើយអរគុណច្រើនបងប្អូនទាំងគ្នាសម្រាប់ការមើលវីដេអូនេះហើយបើសិនជាបងប្អូនមានចម្ងល់អីផ្សេងចង់សួរអីបាទអាចសួរបានបាទខ្ញុំឆាតមក Facebook ខ្ញុំនឹងដាក់ link ក្រុមវីដេអូនេះបងបាទ